ជួយ share ដើម្បីឲ្យកូនខ្មែរយើងបានដឹងផងថាតើការលេងជះទឹកនិងលេងប៉ាតម្សៅរបស់ប្រជាជនខ្មែរយើងតាំងពីជំនាន់ដើមមានអត្ថន័យយ៉ាងដូចម្តេចយើងដឹងថាជារៀងរាល់ឆ្នាំឲ្យតែដល់ពិធីបុណ្យចូលឆ្នាំខ្មែរមនុស្សជាច្រើនតែងតែនិយមលេងទឹកនិងលេងម្សៅដែលបច្ចុប្បន្នគេនាំគ្នាលេងដោយការចាក់ទឹកនិងបាញ់ទឹកដាក់គ្នាទៅវិញទៅមកផ្ទុយពីសម័យដើមដែលខ្មែរយើងលេងជះទឹកដាក់គ្នាដោយមានផ្ទើលនិងបោយជាដើមចំណែកការលេងម្សៅក៏ហាក់ប្រែប្រួលខុសឆ្ងាយពីការលេងរបស់មនុស្សពីជំនាន់ដើមផងដែរជាមួយគ្នានេះវប្បធម៌នៃការលេងជះទឹកនៅក្នុងប្រទេសកម្ពុជាមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយជាពិសេសទទួលបានការពេញនិយមខ្លាំងតាំងពីសម័យរាជនិយមមកម្ល៉េះការលេងជះទឹកពីសម័យដើមគឺប្រកបទៅដោយសេចក្តីថ្លៃថ្នូរជះការជះនៅភាពមិនល្អចេញទៅក្រៅឬជះភាពមិនល្អនៃឆ្នាំចាស់ចេញពីយើងបាទចេញពីខ្លួនរបស់យើងហើយការជះទឹកមិនដូចគ្នានឹងការបាញ់ទឹកនោះទេការលេងជះទឹកប្រកបដោយអត្ថន័យនិងជាគ្រឿងមង្គលនៃសេរីទាំង3ប្រការផងដែរពោលគឺពេលព្រឹកលាងមុខពេលថ្ងៃលាងទ្រូងនិងពេលល្ងាចលាងជើងការលេងជះទឹកតាមប្រពៃណីខ្មែរបុរាណមានដូចជាទឹកមួយធុងមានផ្កាមានទឹកអប់មានផ្ទើលមានបោជាដើមឬក៏ត្រឡោកដូងដួសជះលើអ្នកដំណើរនៅតាមផ្លូវតូចៗនៅក្នុងភូមិស្រុកឬក៏សហគមន៍ឬលេងតាមតំបន់ដែលកំណត់ឲ្យលេងហើយការលេងជះទឹកនេះទៀតសោតគឺមិនគួរលេងតាមផ្លូវជាតិធំៗនោះទេព្រោះនាំឲ្យមានគ្រោះថ្នាក់ផ្សេងៗដោយភាពចៃដន្យណាមួយការលេងជះទឹកនៅក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើងទំនងត្រូវបានបង្កើតពីពិធីស្រង់ព្រះរបស់អ្នកស្រុកនៅតំបន់អង្គរដែលកើតមាននៅក្នុងរាជ្យព្រះបាទវរ្ម័នទី7ដែលពណ៌នាអំពីអ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទីដើម្បីលាងជម្រះស្រោចស្រពទៅលើព្រះពុទ្ធបដិមាដែលមានចំនួន25អង្គដែលយាងមកតាមសាលាចារឹកដែលបានចារទុកនៅលើប្រាសាទព្រះខ័ននិងតាមកំណត់ត្រាចិនរបស់លោកជើតាខ្វាន់ក៏បានចងក្រងទុកជាដំណើរនេះរហូតមកចំណែកការលេងប៉ាតម្សៅនៅក្នុងថ្ងៃចូលឆ្នាំខ្មែរទំនងជាទទួលបានឥទ្ធិពលពីវប្បធម៌ឥណ្ឌានៃពិធីប៉ាតម្សៅពណ៌ឬប៉ាតខូលឺនៅក្នុងពិធីបុណ្យហូលីគឺជាពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ខូលឺនៅប្រទេសឥណ្ឌាគេប្រារព្ធពិធីបុណ្យនេះឡើងដើម្បីបញ្ជាក់អំពីសេចក្តីស្រឡាញ់ដ៏អស់កលឬក៏គេហៅថាទេវភាពរបស់ព្រះគ្រឹស្ណាវាក៏បង្ហាញពីជ័យជំនះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរតាមរយៈការព្រេងកថានៃសាវតាព្រះវិស្ណុភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកបាទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ព្រោះតែបុណ្យនេះប្រារព្ធនៅខែមីនាហើយក៏គៀកទៅនឹងបុណ្យចូលឆ្នាំខ្មែរជាពិសេសគឺប្រទេសជិតខាងផ្សេងៗទៀតក៏បានយកគំរូតាមដែរក្រៅមកទៀតទំនងជាប្រហែលបើអាចប៉ះពាល់ទៅដល់សុខភាពទៅប្រជាពលរដ្ឋខ្មែរពីមុនមកលេងត្រឹមការប៉ាតម្សៅសទៅវិញការលេងប៉ាតម្សៅក្នុងថ្ងៃចូលឆ្នាំខ្មែររបស់កម្ពុជាមានការពេញនិយមលេងខ្លាំងតាំងពីឆ្នាំ2000មកម្លេះបើគិតមកទល់នឹងពេលនេះមានរយៈពេលជាង20ឆ្នាំទៅហើយដោយចាស់ពីដើមលោកយល់ថាមនុស្សមិនស្គាល់គ្នាសោះពួកគេអាចលេងប៉ាតម្សៅជាមួយគ្នាបង្កើតភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ហើយអាចនាំពួកគេចាក់ឆ្ងាយពីល្បែងពីលាមួយចំនួននៅក្នុងថ្ងៃចូលឆ្នាំខ្មែរយើងផងដែរសរុបមកតាមពិតទៅវប្បធម៌លេងទឹកនិងលេងម្សៅគឺមាននៅក្នុងសង្គមខ្មែរយើងតាំងពីដើមយូរណាស់មកហើយក៏ប៉ុន្តែការលេងគឺមានបែបផែនត្រឹមត្រូវផ្ដល់ការគោរពគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរនិងមានបង្កនៅអត្តន័យសេរីសុស្ដីមិនមែនជាការលេងដើម្បីតែសប្បាយឬក៏កេងចំណេញទៅលើជាពិសេសគឺស្រីណាដោយតែក៏ប៉ុន្តែបើយើងនិយាយពីសម័យនេះវិញគឺការលេងប៉ាតម្សៅនេះគឺបរិបយើងគឺបន្លំច្រើនហើយដឹងថាមុនចូលឆ្នាំនេះក៏មានករណីនៃការលេងជ្រុលជ្រោះលូកលាន់ហ្នឹងក៏សឹងថាទទួលយកអត់បានដែរ